សួស្តីបងប្អូនទាំងគ្នាចឹងក្រោយពីបាត់មុខមកជាខ្ញុំតែប្រាប់ខ្លួនឯងថាឆ្នាំ2026នេះខ្ញុំនឹងព្យាយាមធ្វើវីដេអូបានច្រើនប៉ុន្តែជាក់ស្ដែងធ្វើអត់បានទេសាររវល់ខ្លាំងហ្មងហើយឆ្លៀតពេលខ្លះដើម្បីហាត់ប្រាណខែសុខភាពខ្លះចឹងខ្ញុំក៏អត់ភ្លេចដែរនៅក្នុងការធ្វើវីដេអូចែកម្លែកទៅដល់បងប្អូនហើយតាមសន្យាដែលមានប្រធានបទជាច្រើនដែលខ្ញុំបានកត់ទុកខ្ញុំណូតទុកឲ្យអស់ហើយតែគាត់ថាខ្ញុំអត់ទាន់មានពេលនៅក្នុងការធ្វើហើយណាមួយដូចខ្ញុំធ្លាប់បានលើកនៅក្នុងវីដេអូខ្ញុំមុនចឹងថានៅពេលដែលយើងធ្វើវីដេអូគឺវាត្រូវការអារម្មណ៍របស់យើងរៀងផ្ដោតបន្តិច concentrate បន្តិចដើម្បីឲ្យយើងទទួលបាននៅចំណេះដឹងជាច្រើននៅក្នុងការមកចែករំលែកប៉ុន្តែថ្ងៃនេះខ្ញុំគិតថាខ្ញុំមានពេលគ្រប់គ្រាន់ហើយខ្ញុំគិតថាខ្ញុំឆ្លៀតឱកាសនេះនៅក្នុងការថតវីដេអូតាក់ទងជាមួយនឹងប្រធានបទទី1ប្រចាំឆ្នាំ2026នេះដែលខ្ញុំនឹងលើកឡើងមកតាមការស្នើសុំរបស់គ្នាយើងទាំងអស់គ្នាដែលតែងតែជួបខ្ញុំក៏ដូចជា comment នៅក្នុងវីដេអូរបស់ខ្ញុំចង់បាននៅប្រធានបទមួយនេះហើយប្រធានបទមួយនេះអាចនិយាយថាជាប្រធានបទមួយដែលបងប្អូនទាំងអស់គ្នាតែងតែលើមានចំណុចរសើបច្រើនពីក្នុងបណ្ដាញសង្គមផ្សេងៗប៉ុន្តែយើងក៏នៅតែលើកយកមកខ្ញុំគិតថាមនុស្សម្នាក់ experience ផ្សេងគ្នាមនុស្សម្នាក់ទៀតក៏ experience ផ្សេងគ្នាហើយខ្ញុំលើកមកនិយាយនេះមិនមែនខ្ញុំជាមនុស្សម្នាក់ដែលច្បាស់នៅលើរឿងហ្នឹង 100% ទេប៉ុន្តែខ្ញុំនឹងលើកយកមកនិយាយតាមបទពិសោធន៍ដែលខ្ញុំបានជួបនិងអ្វីដែលខ្ញុំបានដឹងបានឮពីអ្នកដែលខ្ញុំស្គាល់ពីមនុស្សជុំវិញខ្លួនខ្ញុំដែលគាត់ជួបហើយគាត់ share ជាបទពិសោធន៍មកកាន់ខ្ញុំហើយគ្រប់រឿងហៅទាំងអស់ដែលខ្ញុំនឹងលើកឡើងនេះគឺសិតជារឿងមួយដែលជា experience មួយដែលខ្ញុំបានជួបផ្ទាល់ហើយរឿងខ្លះក៏ខ្ញុំបានជួបផ្ទាល់ដែរអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបាននៅចំណេះដឹងមួយនេះដែលខ្ញុំនឹងចែករំលែកខ្ញុំគិតថាប្រហែលជាចំណាយពេល10នាទីជាងនៅក្នុងការនិយាយនៅប្រធានបទមួយនេះអញ្ចឹងប្រធានបទថ្ងៃនេះខ្ញុំនឹងលើកយកតាក់ទងជាមួយនឹងការរាប់អានមនុស្សមិនថាពួកម៉ាក់មិនថាបងប្អូនមិនថាក្នុងកន្លែងការងារឬក៏កន្លែងណាទេមនុស្សទាំងអស់ដែលនៅជុំវិញខ្លួនអ្នកទាំងអស់គ្នាគឺជាមនុស្សដែលអ្នករាប់អានទាំងអស់គ្នាទោះបីស្និទ្ធឬមិនស្និទ្ធវាគ្រាន់តែចែកឲ្យដែរថាអ្នកណាស្និទ្ធអ្នកណាមិនស្និទ្ធតែប៉ុណ្្នឹងទេប៉ុន្តែគឺសិតតាំងជាមនុស្សដែលអ្នកទាំងអស់គ្នាជួបឬក៏មិនជួបដោយផ្ទាល់ឬក៏ជួបដោយប្រយោលជារាល់ថ្ងៃអញ្ចឹងខ្ញុំបានអានសភៅមួយខ្ញុំភ្លេចឈ្មោះអ្នកនិពន្ធហើយគាត់បាននិយាយថាយើងធ្វើការជាមួយមនុស្សយើងរស់នៅរាល់ថ្ងៃជាមួយមនុស្សយើងតំណែងច្រើនជាមួយមនុស្សជាអ្នកណាជាអតិថិជនរបស់យើងបើសិនយើងរកស៊ីគាត់ជាអតិថិជនរបស់យើងបើយើងធ្វើការខាងផ្នែកណាមួយ sale ឬក៏អីចឹងទៅគាត់ក៏ជាអតិថិជនរបស់យើងមនុស្សគឺជាអ្នកលក់របស់របរឲ្យយើងញ៉ាំមេរបស់យើងក៏គាត់ជាមនុស្សគ្រូរបស់យើងក៏គាត់ជាមនុស្សឪពុកម្ដាយរបស់យើងក៏គាត់ជាមនុស្សអញ្ចឹងអ្នកទាំងអស់គ្នាគឺរស់ជាមួយមនុស្សអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែរៀននៅក្នុងការតំណាក់តំណងជាមួយមនុស្សគ្រប់គ្នាហើយរៀន filter មនុស្សដូចគ្នាខ្ញុំគិតថាទាំងអស់គ្នាប្រហែលជាអត់ដែលសម្គាល់ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាសាកសម្គាល់លើមើលបងប្អូននឹងដឹងថាមនុស្សដែលបងប្អូនជួបរាល់ថ្ងៃពីម្នាក់ទៅម្នាក់អ្នកខ្លះមានចរិតដូចគ្នាច្រើនអ្នកខ្លះមានអត្តចរិតខុសគ្នាខុសដាច់ហ្មងពីម្នាក់ទៅម្នាក់តែអ្នកខ្លះក៏មានចរិតអាកប្បកិរិយាដូចគ្នាអញ្ចឹងយើងមើលទៅតាមទំនួលរបស់គាត់អញ្ចឹងឧទាហរណ៍ថាបុគ្គលម្នាក់ហ្នឹងយើងធ្លាប់និយាយយើងធ្លាប់ប្រស័យតទៅមួយគាត់ជាមនុស្សរបៀបថាមានគុណធម៌មនុស្សអធិស្ឋានច្រើនមនុស្សយោគយល់ពីគេច្រើនវិធីនៅក្នុងការនិយាយនៅក្នុងការប្រស័យតទៅរបស់គាត់ប្រកាសជាមានចំណុចមួយដែលដូចជាមួយនឹងបុគ្គលម្នាក់ទៀតដែលយើងកំពុងតែរាប់អានឬក៏កំពុងតែតំណែងតំណងអញ្ចឹងយើងអាចយកអា experience មួយហ្នឹងជាទម្លាប់ប៉ុន្តែមិនមែនមានន័យថាឲ្យយើងទៅវាតម្លៃមនុស្សម្នាក់ហ្នឹងល្អឬក៏អាក្រក់ទេការល្អឬក៏មិនល្អខ្ញុំអត់និយាយពីអាក្រក់ទេវាប៉ះពាល់ការល្អឬក៏មិនល្អមានតែខ្លួនគេទេហើយបើយើងដឹងហើយថាមនុស្សម្នាក់ហ្នឹងយើងអាចទៅក្បែរយើងមិនអាចបន្តដំណើរទៅជាមួយគ្នាបានអានឹងយើងដើរផ្លូវរៀងខ្លួនទៅយើងមិនបាច់និយាយច្រើនទេទុកឲ្យគេទៅតាមផ្លូវគេយើងទៅតាមផ្លូវយើងប៉ុន្តែវិធីនៅក្នុងការមើលមនុស្សហ្នឹងខ្ញុំចង់ប្រាប់អ្នកនរគ្នាថាមនុស្សខ្លះគឺគាត់មានអត្តចរិតដូចគ្នាការនិយាយស្ដីការប្រស័យទាក់ទងរបស់គាត់មានភាពដូចគ្នាស៊ីមេទ្រីគ្នាលើមួយចំណុចឬក៏ពីរចំណុចហ្នឹងទៅអញ្ចឹងបងប្អូនអាចយកចំណុចទាំងអស់ហ្នឹងគឺជាគោលមួយនៅក្នុងការសិក្សាឬក៏រាប់អានជាមួយនឹងមនុស្សបន្តទៀតអញ្ចឹងបងប្អូនចំណាំមើលចេះអានេះគឺជាអ្វីដែលខ្ញុំគិតខ្លួនឯងខ្ញុំមិនដឹងថាត្រូវទៅលើបងប្អូនប្រហែលភាគរយទេខ្ញុំជាមនុស្សម្នាក់ដែលមានមិត្តភ័ក្តិច្រើនមានអ្នកស្គាល់ច្រើនខ្ញុំនិយាយស្មោះត្រង់តាំងពីនៅរៀនរហូតដល់បច្ចុប្បន្នប៉ុន្តែបច្ចុប្បន្នខ្ញុំរៀងធំថយមិត្តភ័ក្តិច្រើនដោយសារតែខ្ញុំអាចនិយាយថាខ្ញុំ filter ខ្លាំងមែនទែនមកដល់អាយុប៉ុណ្នេះគឺខ្ញុំព្យាយាម filter មិត្តភ័ក្តិខ្លាំងមែនទែនអ្នកណាដែលយើងដើរជាមួយហើយយើងសប្បាយចិត្តធ្វើឲ្យផ្លូវចិត្តយើងមានភាពល្អឬក៏ល្អប្រសើរហ្នឹងបងប្អូនដើរទៅ
វាអត់ខុសទេប៉ុន្តែបើសិនជាយើងដើរជាមួយអ្នកណាដែលយើងមានអារម្មណ៍ថាយើងតាមតឹងយើងមានអារម្មណ៍ថាយើងតាមគេរហូតឬក៏យើងមានអារម្មណ៍ថាយើងអត់សប្បាយចិត្តអាហ្នឹងបងប្អូនកាត់បន្ថយម្ដងតិចទៅឬក៏បើសិនជាគាត់ជាមនុស្សដែលស្និទ្ធខ្លាំងបងប្អូនអាចនិយាយជាមួយគាត់ដូចតទៅកុំស្ងាត់បាត់ឈឹងហ្មងជួនកាលគាត់អាចនឹងគិតថាយើងរើសអើងគាត់អីចឹងទៅអានេះចំណុចដែលខ្ញុំឆ្លងកាត់មកអញ្ចឹងប៉ុន្តែខ្ញុំក៏អត់មានពេលទៅបកស្រាយថាខ្ញុំចូលចិត្តអ្នកណាខ្ញុំមិនចូលចិត្តអ្នកណាហេតុអីបានអញ្ចឹងពីមុនខ្ញុំអាចនឹងបកស្រាយប៉ុន្តែឥឡូវគឺអត់ទេបើខ្ញុំស្ងាត់ហើយខ្ញុំមានមូលហេតុរបស់ខ្ញុំជួនកាលខ្ញុំរវល់ជួនកាលខ្ញុំអត់ចង់ដើរជួនកាលមនុស្សម្នាក់ហ្នឹងខ្ញុំដើរជាមួយទៅធ្វើឲ្យខ្ញុំមានសុខភាពផ្លូវចិត្តអត់សូវល្អអាហ្នឹងក៏ខ្ញុំអត់ដើរដែរប៉ុន្តែខ្ញុំអត់និយាយច្រើនទេខ្ញុំយកជំរឿនមួយគឺខ្ញុំដើរចេញតែបើសិនជាបុគ្គលម្នាក់ហ្នឹងជាមិត្តភក្តិដែលចិត្តស្និទ្ធខ្ញុំអាចនឹងនិយាយជាមួយគាត់ខ្លះព្រោះខ្ញុំអត់ចង់ឲ្យគាត់ធ្វើរឿងហ្នឹងទៅលើអ្នកផ្សេងទៀតពីព្រោះអីយើងគិតតែមួយយ៉ាងចេះថាសូម្បីតែមិត្តភក្តិចិត្តស្និទ្ធដែលយើងមកអានគ្នារាប់ឆ្នាំយើងនៅតែដើរនៅមានភាពប្រកម្មរកងត្រូវឯងបងប្អូនអាហ្នឹងវាអត់ខុសអីចាំក្នុងរាវឯនៅជាមួយគ្នាប៉ះគ្នាច្រើនអញ្ចឹងគឺវាតែងតែមានភាពអង្គអង្គើអញ្ចឹងពេលខ្លះយើងប្រាប់គាត់តែបើសិនជាយើងប្រាប់ហើយវាអត់មានអីល្អប្រសើរទេអាហ្នឹងដូចខ្ញុំនិយាយអញ្ចឹងkeep distance រក្សាកម្រិតខ្លះទៅថាយើងពេលខ្លះយើងត្រូវការពេលវេលាសម្រាប់ខ្លួនឯងដែរអញ្ចឹងមកដល់យុគនេះសុខភាពសំខាន់ការ filter មនុស្សសំខាន់អញ្ចឹងបាទខ្ញុំចំណាំតែនិយាយជុំវិញមនុស្សដែលគាត់រាប់អានខ្ញុំស្គាល់ខ្ញុំច្រើនខ្ញុំតែងតែនិយាយថាយើងអាយុប៉ុណ្នេះហើយមានអីក្រៅពីផឹងលុយផឹងបកកើតមុខរបរផឹងធ្វើការដើម្បីយកលុយនឹងទៅ invest ហេអញ្ចឹងអ្វីដែលយើងកាត់ចោលបានគឺការផឹកស៊ីសុបាយហ្នឹងពេលខ្លះយើងក៏ត្រូវការកាត់ចោលខ្លះដែរមិនមែនមានន័យថាឲ្យបងប្អូនអត់សុបាយចូលរួមការសុបាយជាមួយមិត្តភ័ក្តិឬក៏ធ្វើអីអត់បានទេប៉ុន្តែខ្ញុំចង់បងប្អូនគាត់ថាកាត់ចោលខ្លះហើយខ្ញុំយើងឲ្យកន្លងមកខ្ញុំក៏អានសភៅអានអីច្រើនដែលគេនិយាយថានៅមុនអាយុប៉ុណ្នេះបើយើងអត់ទាន់មានណានៅមុនអាយុកាលណាខ្ញុំអានដូចជានៅមុនអាយុ45បើសិនបងប្អូនអត់ទាន់មានបងប្អូនពិបាកនឹងមានតែឥឡូវខ្ញុំមានមិត្តភ័ក្តិខ្ញុំថ្មីដែលគាត់តែងតែក្រែងរំលឹកខ្ញុំរឿងហ្នឹងគាត់ថាបើមុនអាយុ40យើងអត់ទាន់មានទេយើងពិបាកនឹងមានណាគាត់កាត់ខ្ញុំ5ឆ្នាំទៀត5ឆ្នាំចុះមកក្រុមតាម40អញ្ចឹងខ្ញុំរាល់ថ្ងៃខ្ញុំព្យាយាមថាធ្វើម៉េចដើរទៅដល់គោលដៅកន្លែងហ្នឹងយើងត្រូវធ្វើអីគេខ្លះអញ្ចឹងពេលខ្លះមនុស្សជុំវិញខ្លួនយើងហ្នឹងបងគឺជាកត្តាលីកដ៏សំខាន់ដែលខ្ញុំនិយាយពាក្យថាកត្តាលីកមានន័យថាពួកគាត់ក៏ចូលរួមចំណែកនៃការដើរទៅមុខរបស់យើងដែរមិនមែនពួកគាត់អត់ impact ទេណាបងប្អូនអ្នកខ្លះគាត់ថាកុំឲ្យមកចឋានជុំវិញហ្នឹងមក impact មកប៉ះពាល់ទៅដល់ការរីកចម្រើនរបស់យើងតាមពិតគាត់និយាយចឹងក៏អត់ខុសដែរប៉ុន្តែមិនមែនថាអត់ impact សោះទេអត់មែនថាអត់ប៉ះពាល់សោះគឺប៉ះពាល់ខ្លះដែរបងប្អូនប៉ះពាល់ខ្លះដែរបងប្អូនហាក់ជាធ្លាប់ឮគេនិយាយថាបើយើងដើរមួយអ្នកប្រាច់5នាក់យើងនឹងខ្លាចទៅជាអ្នកទី6បើយើងដើរជាមួយនិយាយចេះមិនមែនមានការរើសអើងទេប៉ុន្តែខ្ញុំនិយាយតាមសភៅដែលគេសរសេរបើសិនជាយើងដើរជាមួយចៅ5នាក់យើងអាចនឹងខ្លាចទៅជាចៅទី6អញ្ចឹងមនុស្សនៅជុំវិញខ្លួនយើងក៏គាត់មានផលប៉ះពាល់មកយើងច្រើនដែរមិនមែនអត់សោះទេបងប្អូនអត់សោះលុះត្រាតែបងប្អូនក៏មានតំណែងនៅក្នុងសង្គមក៏មានតំណែងជាមួយនឹងអ្នកស្គាល់គ្នាពីព្រោះអីដូចខ្ញុំលើកឡើងពីមុនមកអញ្ចឹងអតិថិជនរបស់បងប្អូនជាមនុស្ស line manager មេរបស់បងប្អូនប្រធានក្រុមហ៊ុនបងប្អូនមិត្តភ័ក្តិបងប្អូននិយាយទៅគឺសិតតែជាមនុស្សអញ្ចឹងយើងត្រូវហ៊ានតំណែងជាមួយមនុស្សនឹងឲ្យបានល្អបំផុតហើយត្រូវហ៊ានដឹងពីសង្កេតពីការនិយាយស្ដីរបស់គាត់អាកប្បកិរិយារបស់គាត់មិនមែនមានន័យអញ្ចឹងយើងទៅចាប់កំហុសគាត់ទេការចាប់កំហុសនិងការសង្កេតខុសគ្នាបងប្អូនចាប់កំហុសមានន័យថាបងប្អូនព្យាយាមចាប់យកតែចំណុចណាដែលខុសដើម្បីទៅជន់ម្នាក់ហ្នឹងអានេះនិយាយពាក្យអញ្ចឹងមកសួរស្ដាប់តែសង្កេតមានន័យថាបងប្អូនគាត់សង្កេតថាមនុស្សម្នាក់ហ្នឹងគាត់មានការគិតមិនដែរគាត់ជាមនុស្សមិនដែរហើយខ្ញុំតែងតែប្រាប់ពួកម៉ាក់ខ្ញុំរឿងមួយមនុស្សដែលខ្ញុំស្គាល់រឿងមួយក្មេងជំនាន់ក្រោយ Gen Z Gen Alpha អីក៏ដោយឲ្យតែខ្ញុំជួបឲ្យតែគាត់សួរខ្ញុំបើកចិត្តនៅក្នុងការណែនាំគាត់នៅក្នុងការប្រាប់គាត់នៅក្នុងទាំងអស់ហ្នឹងតែពីមុនណាទោះបីគេមិនសួរក៏ខ្ញុំព្យាយាមបញ្យល់គេដែរតែឥឡូវអត់ទេបើគាត់សួរខ្ញុំឆ្លើយខ្ញុំតែងតែប្រាប់ទាំងអស់គ្នាថាបើអ្នកទាំងអស់គ្នារាប់អានមិត្តភ័ក្តិក៏ដោយបងប្អូនក៏ដោយដៃគូមួយចំនួនក៏ដោយមិត្តភ័ក្តិធ្វើក្នុងកន្លែងការងារក៏ដោយអ្នកទាំងអស់គ្នាមើលចំណុចមួយបើសិនជាបុគ្គលម្នាក់នឹងជាមនុស្សដែលមានគុណធម៌មនុស្សម្នាក់ហ្នឹងបងប្អូនរាប់អានទៅអត់ខុសទេព្រោះគុណធម៌ពាក្យថាគុណធម៌មកណាខ្ពស់ណាស់បងប្អូននៅក្នុងគុណធម៌ហ្នឹងគឺបង្កប់នៅទី1អត្តចរិតរបស់ពួកគាត់ភាពមានសិលធម៌របស់ពួកគាត់ការក្រាញ់ចិត្តរបស់ពួកគាត់គិតមុនគូរបស់ពួកគាត់មនុស្សដែលមានគុណធម៌គឺជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់នៅក្នុងការនិយាយស្ដីរបស់គាត់នៅក្នុងការធ្វើរឿងនេះមួយហើយខ្ញុំតែងតែប្រាប់ពួកម៉ាក់ថាបើសិនខ្ញុំធ្វើអីខុសយូរអត់ចូលចិត្តអីយូរប្រាប់ខ្ញុំឲ្យធំយូរប្រាប់ខ្ញុំថាខ្ញុំអត់ចូលចិត្តកន្លែងនេះដែលឡើងធ្វើអញ្ចឹងដល់ខ្ញុំគឺខ្ញុំចង់បានមិត្តភក្តិបែបហ្នឹង
ខ្ញុំអត់ចូលចិត្តថានៅពេលដែលខ្ញុំគាត់ខ្ញុំធ្វើខុសចំពោះគាត់ឬក៏គាត់អត់ពេញចិត្តមួយខ្ញុំហើយគាត់ទៅប្រាប់អ្នកផ្សេងទៀតហើយខ្ញុំនេះវាអត់ដឹងថាខ្លួនឯងខុសអីហើយដល់ពេលចុងក្រោយវាទៅជារឿងមួយផ្សេងអញ្ចឹងខ្ញុំចង់បានមិត្តភ័ក្តិដែលប្រាប់ថងអញ្ចឹងឧទាហរណ៍ថាគាត់អត់ចូលចិត្តអញ្ចឹងខ្ញុំសុំទោសគាត់ទោះបីជាគាត់អាយុបងខ្ញុំប្អូនខ្ញុំក៏ដោយក៏ខ្ញុំសុំទោសគាត់ដែរខ្ញុំប្រាប់គាត់ថាអូខេខ្ញុំសុំទោសខ្ញុំនឹងមិនធ្វើឲ្យរឿងនឹងកើតឡើងម្ដងទៀតទេតែបើសិនជាកើតឡើងដោយអចេតនាអាហ្នឹងខ្ញុំក៏នៅតែសុំទោសគាត់ដែរតែមិនមានលើកទី3ទេបើថាលើកទី2យើងភ្លេចខ្លួនខ្ញុំឧទាហរណ៍ណាយើងភ្លេចខ្លួនអាចនឹងកើតរឿងមានរឿងឡើងម្ដងទៀតយើងក៏នឹងបន្តសុំទោសគាត់ដែរប៉ុន្តែមនុស្សខ្ញុំនៅពេលដែលគេប្រាប់ខ្ញុំផងអញ្ចឹងអត់មានលើកទី2ទេខ្ញុំធានាឲ្យខ្លួនឯងកន្លែងហ្នឹងអញ្ចឹងខ្ញុំតែងតែប្រាប់ខ្លួនឯងថាប្រាប់ខ្លួនឯងប្រាប់អ្នកដែលនៅជុំវិញខ្លួនខ្ញុំជាពិសេសអ្នកដែលស្និទ្ធមួយខ្ញុំតែងតែសួរគាត់ខ្ញុំតែងតែធ្វើ self reflection មើលលើខ្លួនឯងរាល់ពេលថាខ្ញុំខុសអីមានកន្លែងណាដែលខ្ញុំត្រូវការកែតម្រូវដើម្បីរស់នៅក្នុងសង្គមនេះឲ្យវាចុះទៅក្នុងសង្គមនេះឲ្យវាត្រឹមត្រូវទៅតាមក្នុងនាមយើងជាមនុស្សម្នាក់ដែលជួយដល់សង្គមនេះយើងត្រូវធ្វើអីគេខ្លះអញ្ចឹងខ្ញុំសប្បាយចិត្តនៅពេលដែលមិត្តភក្តិរបស់ខ្ញុំអ្នកនៅជុំវិញខ្លួនខ្ញុំគាត់ feedback មកខ្ញុំដោយត្រង់ខ្ញុំពិតជាសប្បាយចិត្តអញ្ចឹងហើយយេតើតើជាមួយមនុស្សដូចខ្ញុំនិយាយដដែលអញ្ចឹងមិនមែនយើងរាប់អានមនុស្សដើម្បីផលប្រយោជន៍ទាំងអស់ទេបងប្អូនបើខ្ញុំនិយាយពាក្យថារាប់អានអត់មានផលប្រយោជន៍ក៏វាអត់កើតដែរពាក្យថាផលប្រយោជន៍មិនមែនមានន័យថាលុយទៅមួយមុខទេបងប្អូនរាប់អានមនុស្សត្រូវដូចខ្ញុំលើកឡើងខាងមុខមិញហ្នឹងសុខភាពផ្លូវចិត្តបងប្អូនក៏ល្អដែរអាហ្នឹងក៏ជាប្រយោជន៍ដែរណាបងប្អូនមិនមែនមានន័យថាតើតលុយបានប្រយោជន៍ទេការរាប់អានគ្នាគឺតែងតែមានផលប្រយោជន៍គ្នាទៅវិញទៅមកផលប្រយោជន៍ដែលខ្ញុំនិយាយមិញហ្នឹងគឺសូម្បីតែយើងរាប់អានគ្នាហើយយើងមានសុខភាពផ្លូវចិត្តល្អអាហ្នឹងក៏ជាផលប្រយោជន៍មួយដែរសូម្បីតែយើងរាប់អានគ្នាហើយយើងយល់ពីគ្នាច្រើនអាហ្នឹងក៏ជាផលប្រយោជន៍ដែរមិនមែនផលប្រយោជន៍សិតតែលុយទេអញ្ចឹងម្ដងទៀតបញ្ជាក់ទៅលើអ្វីដែលខ្ញុំបានលើកឡើងនៅខាងលើមិញហ្នឹងរាប់អានមនុស្សគឺយើងត្រូវមើលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហ្នឹងគឺអង្កេតទៅលើចំណុចខ្លះដែលដូចគ្នាយើងយកវាជាគោលមកជួនកាលបងប្អូនអាចនឹងវិភាគពីម្នាក់ទៅម្នាក់អាចនឹងត្រូវច្រើនព្រោះអត់ខុសអីពីយើងធ្វើការទេអ្នកដែលគាត់វិភាគទៅណីត្រូវក៏គាត់ត្រូវការ data source យកមកបញ្ចូលគ្នាទាំងអស់ហើយគាត់ធ្វើការវិភាគដែរតើមួយណាដែលក្រាបពីខ្ពស់ជាងគេមួយណាដែលក្រាបទាបជាងគេមួយណាដែលនៅចំណុចកណ្ដាលអញ្ចឹងយើងដូចគ្នាពេលយើងរាប់អានមនុស្សបើសិនជាមនុស្សទី1ទី2ទី3ទី4សិតតែជាមនុស្សដែលគុណធម៌អញ្ចឹងយើងដឹងថារបៀបបែបបទរបស់គាត់មនុស្សគុណធម៌ហ្នឹងគឺគាត់ជាមនុស្សបែបម៉េចការនិយាយស្ដីរបស់គាត់បើគាត់ជាមិនខុសគ្នាខ្លាំងទេខ្ញុំអាចនិយាយថា50-50ចាស់អាចនឹងដូចគ្នា50-50ព្រោះមនុស្សប្រភេទហ្នឹងគឺទៅត្រេតែមួយទេដូចខ្ញុំចំណាំនិយាយជាមួយនឹងគ្នាខ្ញុំថាមនុស្សគុណធម៌គាត់ចំណាំនិយាយពាក្យនេះអញ្ចឹងពេលខ្លះពាក្យសម្ដីដែលគាត់និយាយចេញក៏ដូចគ្នាដែរអញ្ចឹងម្ដងទៀតចង់បងប្អូនទាំងអស់គ្នាហ៊ានអង្កេតមើលកន្លែងហ្នឹងហើយជាជាង filter បើយើងហើយសួរខ្លួនឯងថាយើងដើរមួយមនុស្សម្នាក់ហ្នឹងយើងមានអារម្មណ៍មិនដែរតើតែងពិបាកចិត្តអត់សុបាយចិត្តឬក៏មិនចឹងទៅតែបើយើងដើរមួយគាត់ហើយយើងមានអារម្មណ៍ថាសុខភាពផ្លូវចិត្តយើងល្អយើងសុបាយចិត្តនៅពេលយើងនៅក្បែរគាត់យើងមានអារម្មណ៍កក់ក្ដៅមានន័យថានៅពេលដែលយើងនៅក្បែរគាត់អាហ្នឹងមានន័យថាមនុស្សម្នាក់ហ្នឹងគឺជាមិត្តល្អបងប្អូនល្អឬក៏ជាដៃគូល្អបងប្អូនហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាជាចំណេះដឹងតូចមួយចេញពីខ្ញុំទៅតាមរយៈការសាច់គប់មិត្តភ័ក្តិបងប្អូនអ្នកធ្វើការកន្លែងជាមួយគ្នាហើយក៏អរគុណសម្រាប់បងប្អូនដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំគ្រប់វីដេអូទាំងអស់ហើយខ្ញុំឃើញថាមានការកើនឡើងនៅការ view ច្រើនផ្សាយច្រើនហើយខ្ញុំព្យាយាមនៅក្នុងការនៅវិធានបទថ្មីៗជាច្រើនទៀតនៅក្នុងការចែករំលែកអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ